Mr. Bean គឺជាតួអង្គកំ pl ែងដ៏ល្បីល្បាញមួយដែលសម្ដែងដោយ Rowan Atkinson តួអង្គនេះបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងតួអង្គ Mr. Bean ឆ្នាំ1990ហើយបានក្លាយជាកម្មវិធីកំ pl ែងដែលមានអ្នកស្គាល់ទូទាំងពិភពលោក Mr. Bean ជាបរិសុទ្ធចម្លែកម្នាក់ដែលមានអាកប្បកិរិយាដូចកូនក្មេងគាត់រស់នៅតែម្នាក់ឯងមានរថយន្តពណ៌បៃតងតូចមួយនិងមានតុក្កតាខ្លាឃ្មុំ Teddy ជាមិត្តភក្តិដ៏ជិតស្និទ្ធទោះបីគាត់មិនសូវនិយាយក៏ដោយទស្សនិកជននៅតែអាចយល់ពីអារម្មណ៍និងភាពកំប្លែងរបស់គាត់តាមរយៈទឹកមុខនិងកាយវិការនានារបស់គាត់ក្នុងវីដេអូនេះខ្ញុំនឹងលើកពីប្រវត្តិខ្លះៗរបស់តារាសម្ដែង Rowan Atkinson ដែលសម្ដែងជាតួអង្គ Mr. Bean នេះ Rowan Atkinson កើតនៅថ្ងៃទី6ខែមករាឆ្នាំ1955នៅទីក្រុង Kansas ប្រទេសចក្រភពអង់គ្លេសគាត់កើតក្នុងគ្រួសារមធ្យមមួយដែលមានឪពុកម្ដាយជាកសិករនិងអ្នកជំនួញតូចតាចតាំងពីកុមារភាពគាត់មិនមែនជាក្មេងដែលល្បីល្បាញនៅក្នុងសាលាឡើយពីព្រោះគាត់មានបញ្ហានៅក្នុងការនិយាយស្ដីបន្តិចបន្តួចនិងមានអាកប្បកិរិយាស្ងប់ស្ងាត់ទោះបីជាយ៉ាងណាគាត់មានភាពឆ្លាតវៃយ៉ាងខ្លាំងនិងចូលចិត្តមុខវិជ្ជាសាស្ត្រនៅវ័យក្មេងគាត់បានសិក្សានៅសាលា Sinby School ហើយបន្តការសិក្សាផ្នែកវិស្វកម្មអគ្គិសនីនៅ Newcastle University បន្ទាប់មកគាត់បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅ University of Oxford នៅទីនោះហើយដែលជីវិតរបស់គាត់បានផ្លាស់ប្ដូរពីព្រោះគាត់ចាប់ផ្ដើមចូលរួមក្នុងក្រុមកំ pl ែងនិងការសម្ដែងនៅលើឆាកនៅ Oxford Rowan Atkinson បានជួបអ្នកនិពន្ធកំ pl ែង Richard Curtis ដែលក្រោយមកក្លាយជាដៃគូសំខាន់ក្នុងការបង្កើតស្នាដៃកំ pl ែងជាច្រើនទោះបីគាត់សិក្សាផ្នែកវិស្វកម្មក៏ដោយបេះដូងរបស់គាត់វិញគាត់ស្រឡាញ់ការសម្ដែងនិងភាពកំ pl ែងយ៉ាងខ្លាំងការលេងទឹកមុខការប្រើភាសាកាយវិការនិងទេពកោសល្យធ្វើឲ្យមនុស្សសើចធ្វើឲ្យគាត់ខុសប្លែកពីតារាកំ pl ែងដទៃទៀតភាពល្បីល្បាញរបស់ Rowan Atkinson ចាប់ផ្ដើមខ្លាំងលើទសវត្សរ៍ឆ្នាំ1970តាមរយៈកម្មវិធីកំ pl ែង Not the 9 O'Clock News កម្មវិធីនេះធ្វើឲ្យមនុស្សមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើទេពកោសល្យកំ pl ែងរបស់គាត់អាចធ្វើឲ្យទស្សនិកជនសើចបានទោះបីគាត់មិនមានការនិយាយស្ដីក៏ដោយប៉ុន្តែតួអង្គដែលធ្វើឲ្យគាត់ក្លាយជាតារាល្បីទូទាំងពិភពលោកគឺ Mr. Bean តួអង្គនេះបានបង្ហាញខ្លួននៅក្នុងឆ្នាំ1990ហើយភ្លាមៗក្លាយជាជោគជ័យដ៏ធំមួយ Mr. Bean ជាតួអង្គបរិសុទ្ធចម្លែកម្នាក់ដែលមានអាកប្បកិរិយាដូចក្មេងតូចចូលចិត្តធ្វើអ្វីប្លែកៗហើយតែបង្កបញ្ហាកំ pl ែងនៅគ្រប់ទីកន្លែងអ្វីដែលធ្វើឲ្យ Mr. Bean ល្បីខ្លាំងគឺតួអង្គនេះមិនសូវនិយាយទេកំ pl ែងភាគច្រើនផ្អែកទៅលើទឹកមុខនិងចលនារាងកាយដូច្នេះមនុស្សគ្រប់ប្រទេសអាចយល់និងសើចបានដោយមិនចាំបាច់យល់ភាសាអង់គ្លេសឡើយនេះជាមូលហេតុដែល Mr. Bean ក្លាយជាតួអង្គកំ pl ែងអន្តរជាតិក្រៅពីនេះគាត់ក៏ទទួលបានជោគជ័យក្នុងតួអង្គ Blackadder និងខ្សែភាពយន្ត Johnny English ផងដែរគាត់ត្រូវបានគេចាត់ទុកថាជាតារាកំ pl ែងដ៏អស្ចារ្យម្នាក់ក្នុងប្រវត្តិសាស្ត្រកម្សាន្តរបស់អង់គ្លេសរហូតមកដល់សប្តាហ៍ថ្ងៃគាត់នៅតែជាមនុស្សដែលមានទស្សនិកជនជុំវិញពិភពលោកស្រឡាញ់ទោះបីគាត់មិនសូវបង្ហាញខ្លួនញឹកញាប់ដូចមុនក៏ដោយកេរ្តិ៍ឈ្មោះរបស់គាត់នៅតែមានឥទ្ធិពលយ៉ាងខ្លាំងក្នុងពិភពកំ pl ែងក្រៅពីការសម្ដែង Rowan Atkinson ក៏មានចំណង់ចំណូលចិត្តខ្លាំងលើរថយន្តល្បឿនលឿនផងដែរគាត់ជាមនុស្សស្រឡាញ់ការប្រណាំងឡាននិងមានការប្រមូលរថយន្តថ្លៃៗជាច្រើនគាត់ធ្លាប់មានគ្រោះថ្នាក់រថយន្តធ្ងន់ធ្ងរម្ដងប៉ុន្តែបានជាសះស្បើយឡើងវិញដោយសារអាជីពដ៏ជោគជ័យ Rowan Atkinson ក៏បានក្លាយជាតារាកំ pl ែងដែលមានឥទ្ធិពលបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រទូរទស្សន៍និងភាពយន្តក្រឡេកមកមើលជីវិតផ្ទាល់ខ្លួនរបស់គាត់វិញទោះបីជា Rowan Atkinson មានភាពល្បីល្បាញខ្លាំងក៏ដោយក៏គាត់ជាមនុស្សដែលចូលចិត្តរក្សាជីវិតផ្ទាល់ខ្លួនឲ្យស្ងប់ស្ងាត់គាត់មិនសូវចូលចិត្តបង្ហាញពីជីវិតឯកជនទៅកាន់សាធារណជនឡើយ Rowan Atkinson បានរៀបការជាមួយ Sinestra Sastre នៅឆ្នាំ1990ហើយពួកគាត់មានកូន2នាក់Sinestra ធ្លាប់ធ្វើជាអ្នកតុបតែងមុខក្នុងវិស័យទូរទស្សន៍ជីវិតគ្រួសាររបស់ពួកគាត់ធ្លាប់ត្រូវបានគេចាត់ទុកថាស្ងប់ស្ងាត់និងមានសុភមង្គលប៉ុន្តែក្រោយមកពួកគេបានលែងលះគ្នានៅឆ្នាំ2015ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលបន្ទាប់ពីការលែងលះRowan Atkinson មានទំនាក់ទំនងជាមួយតារាសម្ដែង Louis Ford ដែលមានអាយុក្មេងជាងគាត់ជាច្រើនឆ្នាំពួកគាត់បានមានកូនស្រីម្នាក់ជាមួយគ្នាទោះបីជាមានការចាប់អារម្មណ៍ពីសារព័ត៌មានក៏ដោយក៏ Rowan Atkinson នៅតែព្យាយាមរក្សាជីវិតគ្រួសាររបស់គាត់ឲ្យឆ្ងាយពីការរិះគន់ពីជនសាធារណៈមនុស្សជាច្រើនគិតថាគាត់ជាមនុស្សកំ pl ែងដូច Mr. Bean ក្នុងជីវិតពិតប៉ុន្តែជាក់ស្ដែងគាត់គឺជាមនុស្សស្ងប់ស្ងាត់ឆ្លាតវៃនិងមានការគិតយ៉ាងជ្រាលជ្រៅគាត់ចូលចិត្តបច្ចេកវិទ្យារថយន្តនិងការរស់នៅបែបឯកជនជាជាងការចូលរួមពិធីធំៗឥឡូវយើងបានដឹងពីប្រវត្តិខ្លះៗរបស់ Rowan Atkinson ហើយអ្នកដែលចូលចិត្តវីដេអូនេះសូមជួយចុច like មួយផងអ្នកដែលមិនទាន់ចុច subscribe សូមជួយចុចមួយទៀតផងកុំរិះពេលវេលាពេកគ្រាន់តែចុចមកប៉ាក់ទេ
ក្រៅពីការងារសម្ដែង Rowan Atkinson ក៏បានចូលរួមបង្ហាញការគាំទ្រក្នុងការងារសង្គមពាក់ព័ន្ធសេរីភាពនៅក្នុងការបញ្ចេញមតិយោបល់ជាច្រើនដងផងដែរគាត់ជាមនុស្សដែលជឿថាសិល្បៈគួរតែមានសេរីភាពក្នុងការបង្ហាញគំនិតដែលសារតែបែបនេះគាត់ក៏ធ្លាប់និយាយគាំទ្រច្បាប់និងសិទ្ធិដែលការពារសេរីភាពនៅក្នុងការនិយាយនៅចក្រភពអង់គ្លេសផងដែរក្រៅពីនេះគាត់មានចំណាប់អារម្មណ៍ខ្លាំងលើអាជីវកម្មរថយន្តគាត់មានការប្រមូលរថយន្តប្រណិតនិងរថយន្តកីឡាជាច្រើនដែលមានតម្លៃខ្ពស់ៗក្នុងចំណោមរថយន្តល្បីៗដែលគាត់ធ្លាប់កាន់កាប់មាន McLaren F1 ដែលជារថយន្តកម្រនិងមានតម្លៃខ្ពស់ខ្លាំងគាត់ធ្លាប់មានគ្រោះថ្នាក់ធ្ងន់ធ្ងរជាមួយរថយន្តនេះប៉ុន្តែការជួសជុលរថយន្តនោះក្លាយជាព័ត៌មានធំមួយក្នុងពិភពរថយន្ត Rowan Atkinson ត្រូវបានគេចាត់ទុកថាជាតារាកំប្លែងដ៏មានឥទ្ធិពលបំផុតម្នាក់ក្នុងពិភពកម្សាន្តឥទ្ធិពលរបស់គាត់មិនមែនមានត្រឹមតែលើទស្សនិកជននោះទេប៉ុន្តែថែមទាំងមានលើតារាកំប្លែងជំនាន់ក្រោយផងដែរតារាជាច្រើនបានយកស្ទីលសម្ដែងដោយប្រើភាសាកាយវិការនិងការលេងទឹកមុខរបស់គាត់ជាគំរូគាត់បានបង្ហាញឲ្យឃើញថាភាពកំប្លែងមិនចាំបាច់តែត្រូវការពាក្យច្រើនឡើយបើសិនជាតារាសម្ដែងមានសមត្ថភាពបង្ហាញអារម្មណ៍បញ្ចេញមកបានយ៉ាងល្អក្រៅពីភាពជោគជ័យក្នុងការកំប្លែងគាត់ក៏ត្រូវបានគេចាត់ទុកថាជាមនុស្សឆ្លាតវៃនិងមានការអប់រំខ្ពស់ពីនិស្សិតវិស្វកម្មម្នាក់គាត់បានក្លាយជាតារាកំប្លែងដ៏ល្បីទូទាំងពិភពលោកដែលនេះធ្វើឲ្យជីវិតរបស់គាត់ក្លាយជារឿងជំរុញទឹកចិត្តសម្រាប់មនុស្សជាច្រើនរហូតមកដល់សប្តាហ៍ថ្ងៃឈ្មោះ Rowan Atkinson និង Mr Bean នៅតែជាផ្នែកមួយនៃប្រវត្តិសាស្ត្រកំប្លែងពិភពលោកមនុស្សជាច្រើនជឿថាតួអង្គ Mr Bean នឹងនៅតែធ្វើឲ្យមនុស្សសើចបានជាបន្តទៀតទោះបីជាពេលវេលាកន្លងផុតទៅប៉ុន្មានជំនាន់ក៏ដោយតើតើនឹង Rowan Atkinson មនុស្សជាច្រើនសួរថាតើគាត់មានរឿងអាស្រូវធ្ងន់ធ្ងរដែរឬអត់ជាក់ស្ដែងគាត់មិនមែនជាតារាដែលមានរឿងអាស្រូវធំៗឡើយជីវិតរបស់គាត់ភាគច្រើនផ្ដោតទៅលើការងារសិល្បៈនិងការរស់នៅបែបស្ងប់ស្ងាត់ខ្ញុំសូមបញ្ចប់វីដេអូនេះត្រឹមនេះសិនជួបគ្នានៅវីដេអូក្រោយៗទៀតប្រសិនបើបងប្អូនមានមតិយោបល់អ្វីអាចខមមិននៅខាងក្រោមវីដេអូនេះបានខ្ញុំរីករាយនឹងទទួលយកបាយបាយ